បាទជំរាបសួរពុកម៉ែបងប្អូនជនរឿមជាតិទាំងអស់ជាទីនឹកលើកបាទពេលនេះខ្ញុំបាទសូមមកចែករំលែករូបមន្តថ្នាំតឆ្អឹងបាក់តាមសំណុំពររបស់លោកគ្រូបាទរាជសីសម្រាប់បាទអញ្ចឹងសូមលោកគ្រូបាទព្យាយាមបាទស្ដាប់ដូចតទៅបាទអញ្ចឹងរូបមន្តថ្នាំតឆ្អឹងបាក់បាទទី1មានពន្លៃឬរមៀតស្បង់បាទអញ្ចឹងពីមុខនេះពុកម៉ែបងប្អូនអាចយកតែមួយមុខបានហើយយកពន្លៃក៏បានយករមៀតស្បង់ក៏បានបាទចំណាយទី2ដើមឆ្អឹងមន់ខ្មៅចំណាយទី3ស្មៅក្បាលរុយឬកំប៉ោចិនដែលអ្នកស្រុកហៅថាស្មៅដំណក់ទឹកព្រៀងបាទចំណាយទី4វល់អំបោះព្រះចំណាយទី5ប្រទាលមុខសេះបាទហើយសូមបើកវងកញ្ចក់តិចប្រទាលមុខសេះនេះជាប់ប្រទាលមុខសេះយើងអាចយកមកលាបរើមបាទអារើមយើងកើតតិចតួចណាពុកម៉ែបងប្អូនអាចយកជាប់ប្រទាលមុខសេះនេះមកលាបបានទី6ដើមប្រផេញទី7វល់កុកសោមទី8ម្សៅអង្ករដំណើបចំណាយទី9គឺស្រាសណាពុកម៉ែបងប្អូនហើយថ្នាំទាំងប៉ុន្មានមុខនេះបាទខ្ញុំនឹងដាក់រូបភាពនៅខាងក្រោមវីដេអូបាទបើពុកម៉ែមិនច្បាស់អាចមើលនៅខាងក្រោមវីដេអូបាទអញ្ចឹងរូបមន្តថ្នាំទាំង3មុខនេះពុកម៉ែបងប្អូនអាចបាទទី1បាទម្សៅអង្ករដំណើបហ្នឹងយើងបាទថ្នាំនេះយើងបុកបាទយើងបុកឲ្យម៉ត់បាទបុកឲ្យម៉ត់ហើយយើងលាយម្សៅអង្ករដំណើបលាយមួយស្រាល្មមណាដើម្បីបិទបាក់កន្លែងឆ្អឹងដងក្បិតបាទយើងបិទយើងដាក់ម្សៅអង្ករដំណើបហ្នឹងច្រើនដើម្បីបិទជាប់ណាបិទចឹងហើយវាស្អិតជាប់បាទហ្នឹងសម្រាប់បិទបាទហើយថ្នាំនេះផងដែរយើងអាចយកមកត្រាំជាសុរាបាទត្រាំជាសុរាយើងអាចដកនេះចេញណាពុកម៉ែបងប្អូនដកម្សៅអង្ករដំណើបចេញបាទយើងត្រាំជាសុរាបាទសម្រាប់យកមករឹតបាទត្រាំឲ្យខាប់ហើយយកមករឹតណាបាទរឹតកន្លែងនេះបាទរឹតកន្លែងដែលបាក់ហ្នឹងបាទហើយកន្លែងណានិយាយទៅមករាងកាយរបស់យើងបើបានថ្នាំនេះរឹតបាទប្រស័យទៅសងអីអាចធូរណាធូរឈឺខ្នងឈឺចង្កេះចុកដៃចុកជើងណាផ្លត់ប្រស័យផ្លោះចង្កេះផ្លោះអីយើងអាចប្រើថ្នាំនេះសម្រាប់រឹតបាទពូកែតែម្ដងបាទពីព្រោះថ្នាំនេះខ្ញុំចេះពីម្ដាយហើយម្ដាយហ្នឹងគាត់ធ្លាប់បាក់ដៃណាគាត់ធ្លាប់បាក់ដៃគាត់ទៅវៀតណាមហើយអាកុងនៅវៀតណាមហ្នឹងគ្រូនៅវៀតណាមបាទគាត់ប្រាប់មកគាត់ជាกระดาษឲ្យខ្ញុំមករកផ្សំអញ្ចឹងថ្នាំនេះខ្ញុំចេះយូរឆ្នាំហើយចេះតាំងពីខ្ញុំមិនទាន់រកឱសថបុរាណឯណោះបាទហើយចំណាយទី3បាទយើងអាចយកថ្នាំនេះមកដាំទឹកសម្រាប់ផឹកក៏បានដែរហើយយើងដាំទឹកយើងអាចដក3មុខចេញណាពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនចាញ់ក្លិនពន្លៃឬក៏ចាញ់ក្លិនបាទរមៀតស្បង់ពុកម៉ែបងប្អូនអាចដកចេញតែបើពុកម៉ែអត់ចាញ់ទេបាទពុកម៉ែបងប្អូនអត់ចាញ់ក្លិនពន្លៃទេយើងមិនអាចដកក៏បានដែរចំណាយទី2បាទដកម្សៅអង្ករដំណើបចំណាយទី3គឺដកស្រាអញ្ចឹងទាំង3មុខនេះបាទយើងអាចដកចេញបានបាទហើយចំពោះថ្នាំបាទបើពុកម៉ែបងប្អូនរកមិនបានគ្រប់សពទេបាទអាចខ្វះមួយមុខពីរមុខអីក៏បានដែរណាពុកម៉ែបងប្អូនបាទបើពិបាកពុកម៉ែបងប្អូនពិបាករកបាទតែបើសម្រាប់បិទណាចាំបាច់បំផុតគឺម្សៅអង្ករដំណើបចោលអត់បានទេពីព្រោះម្សៅអង្ករដំណើបនេះសម្រាប់ធ្វើឲ្យថ្នាំស្អិតណាពុកម៉ែបងប្អូនបាទអញ្ចឹងព័ត៌មានលម្អិតណាពុកម៉ែបងប្អូនអាចចូលមើលខាងក្រោមវីដេអូខ្ញុំភ្ជាប់រូបភាពនិងរូបមន្តថ្នាំបាទហើយបើលោកគ្រូបាទមានការតែមិនយល់នៅចំណុចណាលោកគ្រូអាច comment នៅខាងក្រោមវីដេអូខ្ញុំបាទក៏បានលោកគ្រូអាចចូលឆាតរបស់ខ្ញុំបាទក៏បានបាទពីព្រោះវីដេអូនេះបាទខ្ញុំមិនបានរៀបរាប់ឲ្យបានវែងឆ្ងាយប៉ុន្មានទេដោយសារវែងដែរហើយលោកពុកម៉ែបងប្អូនណាវែងដែរហើយ4នាទីហើយអញ្ចឹងក៏សូមអធិស្ឋានពុកម៉ែបងប្អូនណាជាពិសេសណាសូមជូនពរបងដែលគាត់បាក់ឆ្អឹងដងកំបិតណាឲ្យគាត់ជាឆាប់ជាសះស្បើយអញ្ចឹងសូមបញ្ជាក់លោកគ្រូបើសូមបើកវងកញ្ចក់បន្តិចទៀតណាបាទលោកគ្រូអាចប្រើគេថាបាទអាចប្រើគេថាជំនួយបាទតឆ្អឹងបាក់តអីហ្នឹងឲ្យបកំរោលឲ្យគាត់ផងបកំរោលបាទតឆ្អឹងតសាច់តសៃហើយនឹងគុំធាតបាទគុំធាតឲ្យគាត់ផងលោកគ្រូណាអញ្ចឹងបើលោកគ្រូគាត់អាចយល់ហើយនេះជាការផ្ដាំផ្ញើរបស់ខ្ញុំបាទទេដោយសេចក្តីអនុគ្រោះបាទចំណែកគេថាបាទខ្ញុំមិនបានជម្រាបជូនទេណាពុកម៉ែបងប្អូនប្រហែលជាលោកគ្រូគាត់អាចចេះហើយអញ្ចឹងក៏សូមអរគុណនិងជូនពរពុកម៉ែបងប្អូនសារជាថ្មីម្ដងទៀតឲ្យលោកជួបតែសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណសូមជម្រាបលាបាទ